ពលសាក់ស៊ីនគឺមានចាប់ផ្ដើមរង្គោះរង្គើយមិត្តភាពពីពេលនឹងមកដោយសារអីដោយសាររឿងកុកអានដែលគេចាប់ណែនៅកាស៊ីណូនេះវាពាក់ព័ន្ធជាមួយនឹងគ្រួសារសាក់ស៊ីនដោយសារអ្នកស្រីថៃថងថាន់គឺគាត់ជាប់គំនាបជាមួយនឹងគណៈបកប្រឆាំងដែលគេចោទថាគាត់នឹងចូលដៃចូលជើងជាមួយនឹងលោកហ៊ុនសែនហើយលោកសាក់ស៊ីននឹងគឺជាបងធွာប្អូនធွာអញ្ចឹងធ្វើឲ្យគណៈបកប្រឆាំងធ្វើឲ្យទាហានថៃគេអត់សប្បាយចិត្តជាមួយនឹងការដឹកនាំរបស់អ្នកស្រីថៃថងថាន់ដែលមកខុបខិតជាមួយនឹងលោកហ៊ុនសែនគេអត់ចង់និយាយពីរឿងខុបខិតជាមួយខ្មែរទេតែខុបខិតជាមួយនឹងគ្រួសារលោកហ៊ុនសែនដែលធ្វើឲ្យប៉ះពាល់កិត្តិយសនៅប្រទេសថៃចឹងហើយបានវាពាក់ព័ន្ធរឿងអីរឿងឧក្រិដ្ឋកម្មអនឡាញនេះដែលជារឿងធំជារឿងរសើបជាទីបំផុតអញ្ចឹងហើយបានពេលដែលចាប់រំដោះដោយថៃគេថាអ្នករងគ្រោះដែលនៅណែអតែលប៉ោយប៉ែតហ្នឹងវាពាក់ព័ន្ធជាមួយនឹងជនជាតិថៃដែលចាញ់បោកមកនៅក្នុងអតែលហ្នឹងអញ្ចឹងគេរំដោះប្រជាជនគេចេញពីអតែលហ្នឹងអញ្ចឹងហើយបានវាមានការរំកើបរំគួលពីបញ្ហាហ្នឹងរំជើបរំជួលពីបញ្ហាហ្នឹងអញ្ចឹងមកដល់ថ្មីនេះគឺធ្វើឲ្យបង្កើតមានព្រឹត្តិការណ៍សង្គ្រាមដែលរឿងព្រំប្រទល់យើងចាប់ផ្ដើមពីដំបូងគឺតាក់ទងរឿងកោះគួចឯដែលគណៈបកប្រឆាំងថៃដែលគេទម្លាយរឿងកោះគួចមកហើយប្រជាពលរដ្ឋខ្មែរយើងដឹងហើយថាប្រវត្តិសាស្ត្រនៃកោះគួចនេះគឺមានដីខ្មែរ1/3ជារបស់ថៃតែ2/3ជារបស់ខ្មែរព្រោះនៅលើកោះគួចហ្នឹងគេយកខ្សែព្រំប្រទល់កន្លែងណាដែលខ្ពស់ជាងគេគឺជាចំណុចព្រំប្រទល់របស់ខ្មែរអញ្ចឹងអាចំណុចដែលខ្ពស់ជាងគេហ្នឹងគឺវាស្ថិតនៅជាងពាក់កណ្ដាលកោះគួចអញ្ចឹងដីខ្មែរជាងពាក់កណ្ដាលនៅលើកោះគួចហ្នឹងហើយបាត់កោះគួចហ្នឹងល្មមទេបងប្អូនបាត់ព្រំប្រទល់សមុទ្ររាប់សិបម៉ឺនគីឡូហើយយើងឃើញថ្មីនេះណាស្ថានទូតបារាំងគេបានអំពាវនាវឲ្យរដ្ឋាភិបាលធ្វើសច្ចាប័នតាក់ទងរឿងព្រំប្រទល់សមុទ្រនេះទៅគេហៅថា UN Close ឲ្យខ្មែររៀបចំធ្វើអានឹងទៅដើម្បីកុំឲ្យខ្មែរបាត់បង់ព្រំប្រទល់សមុទ្ររាប់ម៉ឺនហិកតារាប់ម៉ឺនគីឡូម៉ែត្រការ៉េកុំឲ្យខ្មែរបាត់តែទីបំផុតរដ្ឋាភិបាលខ្មែរមិនខ្ចីរវល់ពីរឿងបាត់ព្រំប្រទល់សមុទ្រអត់ខ្ចីរវល់គេបរទេសគេមើលឃើញថាខ្មែរបាត់ហើយមិនបានរដ្ឋាភិបាលខ្មែរមិនព្រមយកចិត្តទុកដាក់គេបោះដៃជួយខ្មែរដោយសារអីបារាំងនឹងហើយជាអ្នកដែលគូផែនទីខ្មែរបែរទៅជាខ្មែរម្ចាស់ទ្រព្យអត់រវល់ដោយសារអីអាហ្នឹងឯងដែលយើងត្រូវយកសំណួរហ្នឹងយកមកចោទបងប្អូនខ្មែរពួកដីនេះមិនមែនគ្រួសារណាទេមិនមែនដីរបស់តកូលហ៊ុនទេគឺជាដីរបស់យើងទាំងអស់គ្នាតែដោយសារគ្រួសារលោកហ៊ុនសែនដែលយួនបន្ទប់ឲ្យមកដឹកនាំប្រទេសតែការបោះឆ្នោតគឺចេញពីសញ្ញាឆ្នោតរបស់ប្រជាជនដែលលោកហ៊ុនសែនបន្លំតាំងពីឆ្នាំ93មកក្រោយពី93មកគាត់ដឹងថា93គាត់បោះឆ្នោតចាញ់នឹងហើយបានគាត់ក្រាញអានីលធ្វើនាយករដ្ឋមន្ត្រីទី2ដល់តែ98នឹងបោះឆ្នោតគាត់ដឹងថាបោះឆ្នោត98គាត់ចប់តែម្ដងអញ្ចឹងធ្វើរដ្ឋប្រហាររំលាយហ៊ុនស៊ីប៉ិចតែម្ដងនឹងគោលដៅរបស់គាត់អញ្ចឹងហើយការដែលបោះឆ្នោតបន្តមកទៀតសិតតែការបន្លំសញ្ញាឆ្នោតដែលប្រជាពលរដ្ឋខ្មែរមិនដែលបោះឲ្យលោកហ៊ុនសែនសូម្បីតែម្ដងយើងមើល93ដែលពេលចាប់ផ្ដើមមកហ្នឹងគឺគេបោះទម្លាក់លោកហ៊ុនសែនរួចបាត់ទៅហើយអញ្ចឹងពីក្រោយឡើងមកទៀតក៏គេអត់បានទុកគាត់ដែរតែការបន្លំរបស់គាត់មានបន្តមកអញ្ចឹងងាកត្រឡប់មកដល់វិញរឿងដែលធំតាក់ទងជាមួយនឹងព្រំប្រទល់គឺឧក្រិដ្ឋកម្មអនឡាញដែលពិភពលោកគេស្អប់ខ្ពើមជាទីបំផុតដោយសារអីគឺបោកប្រជាពលរដ្ឋទូទាំងពិភពលោកបោកទាំងប្រទេសញូហ្សេឡង់ផងដែរ
ក៏គេអត់ត្រូវការឧក្រិដ្ឋកម្មអនឡាញនេះទេណាសូមឲ្យបងប្អូនពិចារណាបងផាលីបាទសួស្ដីពីចម្ងាយឈុនវ៉ែនសុខសប្បាយបងប្រុសពីចម្ងាយណាដោយសាររឿងហ្នឹងចឹងហើយបានអ្នកស្រីថៃថងថាន់គាត់អត់ព្រមស្ដាប់លោកហ៊ុនសែនចឹងហើយបានលោកហ៊ុនសែនគាត់ក្តៅណាស់គាត់ក្តៅរឿងហ្នឹងដល់ក្តៅរឿងហ្នឹងបង្កើតជាព្រឹត្តិការណ៍នៅព្រំប្រទល់ដើម្បីឲ្យលោកហ៊ុនសែនដឹកកំហឹងឲ្យប្រជាពលរដ្ឋខ្មែរឲ្យក្តៅក្រហាយជាមួយនឹងតកូលសាក់ស៊ីនតែពេលដែលលោកហ៊ុនសែនលួចថតសម្លេងនៅពេលដែលអ្នកស្រីថៃថងថាន់គាត់មកបាននិយាយជាមួយនឹងលោកហ៊ុនសែនហើយលោកហ៊ុនសែនលួចថតសម្លេងគាត់ហើយបញ្ចេញឲ្យពិភពលោកគេដឹងបែបនេះណាលោកហ៊ុនសែនខុសខ្លួនឯងកាលពីមុនគណៈបកប្រឆាំងគេខឹងជាមួយអ្នកស្រីថៃថងថាន់តកូលសាក់ស៊ីនរឿងអ្នកស្រីនឹងមកខុបខិតជាមួយលោកហ៊ុនសែនដល់ទៅពេលគាត់និយាយគ្នាលោកហ៊ុនសែនលួចបញ្ចេញសម្លេងនឹងទៅបែរទៅជាឥឡូវនេះថៃគេអោបគ្នាវិញគេគិតថាអូអញ្ចឹងអ្នកកូលសាក់ស៊ីនលែងត្រូវជាមួយហ៊ុនសែនអញ្ចឹងតាហ៊ានក៏គេការពារតកូលសាក់ស៊ីនវិញគណៈបកប្រឆាំងក៏គេអត់សូវរករឿងតកូលសាក់ស៊ីនដោយសារអីគេដឹងថាតកូលសាក់ស៊ីនលែងត្រូវជាមួយហ៊ុនសែនអញ្ចឹងលោកហ៊ុនសែនខាតអត់ចំណេញទេសម្រាប់លោកហ៊ុនសែនខាតតែសម្រាប់ប្រជាពលរដ្ឋខ្មែរសប្បាយចិត្តដោយសារអីណាដោយសារអីដោយសារថៃលែងគ្រប់គ្រងលោកហ៊ុនសែនហើយយើងនិយាយនេះខ្ញុំនិយាយនេះអត់មានកាន់ជើងថៃទេបើថៃឈ្លានពានទឹកដីខ្មែរខ្ញុំក្នុងនាមគណៈបកប្រឆាំងឲ្យលោកហ៊ុនម៉ាណែតបើកឲ្យគណៈបកប្រឆាំងជាពិសេសលោកប្រធានសំរងស៊ីចូលស្រុកទៅរួមគ្នាដើម្បីប្រឆាំងជាមួយសត្រូវរួមមិនបានលោកហ៊ុនសែនមិនព្រមបើកឲ្យលោកប្រធានសំរងស៊ីចូលបែរទៅជាបង្កើតច្បាប់ដកសញ្ជាតិពលរដ្ឋខ្លួនឯងទៅវិញដើម្បីបង្កើនឲ្យសញ្ជាតិទៅប្រទេសវៀតណាមវិញមូលហេតុអីគេខ្មែរកំពុងតែបង្កើតច្បាប់ឲ្យដកសញ្ជាតិខ្មែរខ្លួនឯងវៀតណាមគេឆ្លាតគេបង្កើតច្បាប់ឲ្យវៀតណាមមានសញ្ជាតិពីរទៅវិញឃើញគេឆ្លាតទេបងប្អូនអានឹងឯងដែលយើងគ្រោះថ្នាក់ណាបងប្អូនហ៊ុនសែនមេដឹកនាំក្បត់ជាតិខ្មែរខុបខិតកាត់ជប់ខ្មែរខុបខិតកាត់ប្រាសាទឲ្យចៅអូវាលោតលឿនពេកសុំវាចៅមេដឹកនាំថៃនិងចៅមេដឹកនាំយួនជាពលរដ្ឋខ្មែរម្ចាស់ត្រូវតែដកសញ្ជាតិខ្មែរនិងអំណាចចេញត្រឹមត្រូវគ្មានស្អីដែលក្រៅពីដកអំណាចការដឹកនាំខុសច្បាប់បែបនឹងទេពលរដ្ឋត្រូវតែមានឈាមជ័រជាខ្មែរលើទឹកដីខ្មែរខ្ញុំថ្មីត្បិតតែនៅញូហ្សេឡង់សញ្ជាតិញូហ្សេឡង់តែខ្ញុំជាសញ្ជាតិខ្មែរខ្ញុំមានឈាមជ័រជាខ្មែររឿងអីមកដកសញ្ជាតិពួកខ្ញុំអត់បានដាច់ខាតបាទជីវិតប្រេជីកហ្វូណតពេលតើពេលណាលោកប្អូនគេបានតើពេលណាលោកទៅប្អូនគេបានមិនដឹងចង់និយាយពីអីទេតើពេលណាលោកទៅបដូរគេបានអូស្អីក៏ដោយដែលជោហ្វូណនគ្មានអមតៈទេលោកហ៊ុនសែនគាត់កើតឡើងមកមិនមែនជីវិត5ស្ពាយមកទេតែវាដល់ពេលហើយណាចូលរូងក្តាមក៏ទេវតាទាញអូសកយកមកដែរលោកមើលជនផ្ដាច់ការនៅលើលោកនេះណាសំបីថ្មីនេះយើងមើលឌូតាតេណាដែលជាប្រធានាធិបតីរបស់ហ្វីលីពីនណាទៅមើលឥឡូវនេះជាប់គុកនៅតុលាការព្រហ្មទណ្ឌអន្តរជាតិណាមើលស្គមកំប្រឹងនៅតែថ្ងៃដែលចូលលងអីទេតាមការពិតណាបើនិយាយពិតលោកឌូតាតេគាត់សម្លាប់មនុស្សច្រើនមែនក៏ប៉ុន្តែគាត់សម្លាប់សុទ្ធសឹងតែជន
បំផ្លាញគ្រឿងញៀននេះណាបើខ្ញុំជួបជនជាតិហ្វីលីពីនប្រជាជនហ្វីលីពីនគេសប្បាយចិត្តនឹងការដឹកនាំរបស់ឌូតឺតេដោយសារអីដោយសារឌូតឺតេនេះហើយដែលធ្វើឲ្យគ្រឿងញៀននៅប្រទេសហ្វីលីពីនបាត់អស់អំពើរលពុករលួយក៏បាត់អស់ដោយសារមិនអស់ 100% ទេតែវាធូរស្រាលដោយសារឌូតឺតេនេះក៏ប៉ុន្តែគាត់ធ្វើខ្លាំងពេកដោយការគាត់កាប់សម្លាប់មនុស្សដល់រាប់ 5-6,000 នាក់អានឹងធ្វើឲ្យគាត់ជួបជាមួយនឹងហៅថាឧក្រិដ្ឋកម្មបល័យពូសាសអានឹងវាចូលទៅឧក្រិដ្ឋកម្មមនុស្សជាតិមិនមែនបល័យពូសាសគេហៅឧក្រិដ្ឋកម្មមនុស្សជាតិអញ្ចឹងគាត់ត្រូវជាប់ជាមួយនឹងច្បាប់តុលាការ ICC ពីបញ្ហាហ្នឹងតែបើនិយាយពីប្រជាពលរដ្ឋគេសប្បាយចិត្តមែនទែនការដឹកនាំរបស់គាត់ហើយវាប្រសើរជាងយើងដែលដឹកនាំឲ្យបំផ្លាញប្រជាពលរដ្ឋឯងណាធ្វើបាបពលរដ្ឋខ្មែរឯងបើកដៃឲ្យបរទេសចូលមកពេញស្រុកនេះដែលមានជាការព្រួយបារម្ភណាជីវិតព្រែកជីកភូណនគ្រាន់តែឮថាឈ្មោះលោកឯងនោះក៏គេដឹងថាលោកឯងជានរណាមកពីណាដែរព្រែកជីកភូណនឥឡូវដល់ណាហើយព្រែកជីកនោះលក់ដីទៅឲ្យចិននៅដែលដីយកអាចដីនឹងយកទៅចាក់នៅលើកោះដែលគេហៅថានៅក្បែរប្រទេសចិននៅក្បែរអីដែលកំពុងតែមានបញ្ហារកម្មរកុសជាមួយវៀតណាមជាមួយហ្វីលីពីនឯនោះព្រោះដីនឹងចិនបូមបានខ្ពស់ទៅហើយត្រូវការដីសាបបានដីធម្មជាតិនឹងដើម្បីយកទៅចាក់លើកោះនឹងព្រោះការបូមដីសមុទ្រយកមកដាំមិនអត់កើតទេអញ្ចឹងត្រូវការដីនឹងអញ្ចឹងដីជូហ្វូណននឹងត្រូវការអាចដីនឹងយកទៅចាក់នៅហ្នឹងបើលោកព្រែកជីកហ្វូណនឯងគ្រាន់តែមានឈ្មោះល្ងងបែបហ្នឹងទេលោកឯងអត់គ្មានដឹងអីទេអាហ្នឹងសូមឲ្យបងប្អូនយើងជ្រាបពីបញ្ហាហ្នឹងអញ្ចឹងយើងងាកត្រឡប់មកវិញឥឡូវនេះវាចូលដល់រឿងដែលធ្ងន់ធ្ងរឧក្រិដ្ឋកម្មអនឡាញអញ្ចឹងហើយដែលថៃឥឡូវមើលឃើញចាប់ឃើញគេប្រកាសចាប់កុកអានហើយកុកអានជានរណាតាមកាពិតកុកអានគាត់ជាសញ្ជាតិថៃជនជាតិថៃតែគាត់មករស់ស៊ីនៅស្រុកខ្មែរគាត់មានបានទៅគាត់คล้ายទៅជាអុកញ៉ានៅប្រទេសខ្មែរទៅយល់ទេក៏ប៉ុន្តែគាត់មានសញ្ជាតិជាថៃអញ្ចឹងគាត់មានដីគាត់មានផ្ទះគាត់មានអីកូនចៅគាត់នឹងសិតសិនតែសញ្ជាតិជនជាតិថៃដែលនៅទីនោះយល់ទេចឹងហើយឥឡូវនេះថៃគេធ្វើការឥឡូវគេចាប់អ្នកណាគេចាប់កុកអានដែលជាដៃស្ដាំរបស់លោកហ៊ុនសែនអានឹងវាប៉ះពាល់ឆ្នាំងបាយលោកហ៊ុនសែនមែនតើព្រោះឧក្រិដ្ឋកម្មអនឡាញនេះបងប្អូនណាដែលពិភពលោកគេស្រាវជ្រាវទៅឃើញថាការបោកប្រាស់លុយពិភពលោកមួយឆ្នាំពី15,000 លានទៅ20,000 លានច្រើនណាស់ស្មើជាមួយថវិកាជាតិរបស់ខ្មែរដែលចាយខ្មែរយើងចាយមួយឆ្នាំតែ8,000 លានទៅ9,000 លានទេតែឧក្រិដ្ឋកម្មអនឡាញបោកគេនេះរមួយឆ្នាំអាចចាយបានស្រុកខ្មែរ2ឆ្នាំអញ្ចឹងហើយដែលពិភពលោកគេស្អប់ខ្ពើមអញ្ចឹងគេត្រូវតែវាប៉ះពាល់ទូទាំងពិភពលោកអញ្ចឹងគេត្រូវតែចាត់វិធានការតាមរយៈអង្គការសហជីវជាតិអញ្ចឹងគេត្រូវដាក់គំនាបមកតាមប្រទេសតំបន់ណានៅប្រទេសខ្មែរវាស្ថិតនៅក្នុងតំបន់អាស៊ីអញ្ចឹងវាត្រូវប្រទេសដែលនៅតំបន់ហ្នឹងត្រូវតែសម្អាតអញ្ចឹងហើយគេចាប់ប្រទេសថៃដើម្បីឲ្យសហការជាមួយគេដើម្បីកម្ចាត់ចោលប្រទេសណាដែលមានឧក្រិដ្ឋកម្មអនឡាញឥឡូវលោកហ៊ុនសែនគាត់ភ័យឥឡូវមើលគេចាប់នៅឯថៃនោះឥឡូវគាត់នេះបែរមកចាប់នៅស្រុកខ្មែរនេះរាប់ពាន់នាក់តាមកពិតអាការចាប់រាប់ពាន់នាក់ណាសម្រាប់ខ្ញុំដូចសង្គ្រោះអ្នកដែលកំពុងតែនៅក្នុងកន្លែងនោះដែលចេញអត់រួចណារដ្ឋាភិបាលចាប់នេះដូចសង្គ្រោះអ្នកដែលចាញ់បោកគេមកធ្វើឧក្រិដ្ឋកម្មអនឡាញមានអ្នកដែលគេជួលមកក្នុងនាមដែលជាមេខ្លោងឧក្រិដ្ឋកម្មអនឡាញនេះក៏មានដែរតែអ្នកដែលជន់រងគ្រោះនៅក្នុងកាស៊ីណូនៅក្នុងការិយាល័យឧក្រិដ្ឋកម្មអនឡាញនេះគឺសុទ្ធសឹងតែជាអ្នករងគ្រោះច្រើនជាងអ្នកដែលធ្វើការនៅទីនឹងពិតប្រាកដដែលជាក្រុមហ៊ុនដែលគេមកបង្កើតនឹងអញ្ចឹងអានឹងហើយ
គេចាប់នៅឯថៃណាតាកុកអានម្នាក់ទេតែទីបំផុតនៅឯខ្មែរនេះប្រហែលណាអានឹងហើយដែលលោកហ៊ុនសែនគាត់ភ័យព្រួយអញ្ចឹងហើយគាត់ចង់សម្អាតឈ្មោះគាត់តែពិភពលោកគេដឹងច្បាស់ណាស់គេដឹងច្បាស់ពីបញ្ហាហ្នឹងអញ្ចឹងយើងមើលទៅដល់ពេលវេលាវាស្អីក៏ដោយក៏ដល់ពេលវេលាដែរណាអញ្ចឹងឥឡូវងាកត្រឡប់មកវិញគឺលោកហ៊ុនសែនភ័យព្រួយឥឡូវបង្កើតឲ្យមានណាការចាប់ខ្ញុំសប្បាយចិត្តដែលលោកហ៊ុនសែនគាត់កំពុងតែធ្វើការចាប់ពីរឿងថាអ ுக ្រិតកម្មអនឡាញនេះពួកអ ுக ្រិតកម្មអនឡាញនេះតាមកំពិតដូចអត់មានអីពិបាកចាប់ទេបងប្អូនព្រោះគេជាអ្នកបង្កើតគេជាអ្នកដឹងខ្លួនគេថានៅកន្លែងណាអត់មានអីពិបាកទេហើយអ្នកណាអ្នកបង្កើតបើគ្មានការកាងពីអំណាចអ្នកធំកម្ពុជាទេអ្នកណាទៅហ៊ានធ្វើអីប្រេះផ្ដាស់បងប្អូននៅស្រុកខ្មែររាល់ថ្ងៃនេះអំណាចនៅលើអ្នកណារាល់ថ្ងៃនេះបងប្អូនឆ្លើយមកអំណាចនៅលើអ្នកណាស៊ីថាថនត្រឹមត្រូវខ្ញុំគាំទ្របាទឌូតតេមិនដូចអាភ្នែកមួយសម្រាប់តែខ្មែរជាតិនិយមសូម្បីតែអ្នកការពារព្រៃឈើត្រឹមត្រូវបងប្អូនយុវជនការពារព្រៃឈើជាប់គុករាល់ថ្ងៃអត់ទាន់ចេញផងហើយយើងមើលអ្នកស្នេហាជាតិសូម្បីតែយុវជនស្អូនប្អូនណែស្អីផលផុនស្អីនេះខ្ញុំភ្លេចឈ្មោះគាត់ដែលខ្វិនជើងទាំងពីរគាត់ណាស្រែកទាមទារសេរីភាពស្រែកទាមទាររយុត្តិធម៌ក៏ជាប់គុកដែរប្អូនប្រុសម្នាក់ដែលម្ដាយមានអាយុលើសពី100ឆ្នាំគ្រាន់តែសួរថាបោះឆ្នោតគឺមែនឈ្នះគណៈបកប្រជាជនតែក្រោយពីឈ្នះដេញយួនចេញឬមួយក៏អត់ប៉ុណ្្នឹងក៏ជាប់គុកដែរអញ្ចឹងរបបនេះដឹកនាំដោយអីដឹកនាំដោយយួនណាខ្ញុំជឿថាបងប្អូនខ្មែរជាពិសេសបងប្អូនផ្សារបល័យប្រហែលជាបច្ចុប្បន្នអត់ហ៊ានមើល live ខ្ញុំទេព្រោះគាត់ខ្លាចដល់ទៅពេល live ខ្ញុំចប់បានគាត់លួចមើលតាមក្រោយខ្ញុំក៏អត់បន្ទោសបងប្អូនដែរព្រោះបងប្អូននៅទីនោះដើម្បីសុវត្ថិភាពនៅក្នុងបេះដូងយើងដឹងថាអ្នកណាអាក្រក់អ្នកណាល្អហើយហើយគុំទៅមើលខមមិនប្រេជីកភូណាន់នេះគ្រាន់តែដឹងនឹងបើខ្ញុំមើលទៅអានេះកូនយួនសុទ្ធសាធកើតនៅលើដីខ្មែរផ្ដាំទៅលោកឯងផងកើតនៅលើដីខ្មែរហើយឲ្យគិតពីផលប្រយោជន៍ខ្មែរព្រោះលោកឯងដកដង្ហើមខ្មែរផឹកទឹកខ្មែររស់នៅលើដីខ្មែរគិតពីជាតិខ្មែរផងកុំឲ្យពីគិតពីជាតិកំណើតរបស់លោកឯងដែលជាយួននោះគាត់តែផ្ដាំប៉ុណ្ណឹងសុនរ៉េសលោកសំរងស៊ីនិយាយការពិតការពារជាតិមិនមែនកាត់ទឹកដីឲ្យបរទេសសម្លាប់មនុស្សជាតិដោយលោកហ៊ុនសែនសម្ដេចថាគាត់ក្បត់ជាតិឆ្លើយតបទៅប្រេជីកភូណនត្រឹមត្រូវសុនរ៉ៃសអរគុណច្រើនមែនទែនបាទគ្រីស្ទីណាបាទរបបលោកហ៊ុនសែនដឹកនាំដោយពួកចៅនិងពួកម៉ាហ្វីយ៉ាត្រឹមត្រូវ100%លោកហ៊ុនសែនក៏ត្រូវតែបែបហ្នឹងអាណាចេះសម្លាប់ខ្មែរអាណាចេះវាយខ្មែរអាណាចេះលួចទ្រព្យសម្បត្តិប្លន់គេបោកគេនឹងជាបពុគាត់ហើយយើងមើលឃើញហើយស្អីអុកញ៉ាប្រមាណដែលបោកទ្រព្យសម្បត្តិដែលបោកបង្កើតធនាគារឲ្យពលរដ្ឋដាក់លុយដើម្បីបានការប្រាក់ 10% 20% បោកលុយខ្មែររាប់10លានជាប់គុកអីបងប្អូនកាហើអានឹងអ្នកណាអ្នកបង្កើតគឺរបបនឹងជាអ្នកបង្កើតហើយពួកខ្ញុំដែលនិយាយនេះនិយាយរឿងពិតណាប្រជីកភូណាន់គេនិយាយរឿងពិតសិនតែគេក្បត់ជាតិមើលសំរងស៊ីនឹងទៅកាត់ទឹកដីប្រហែលខែទៅឲ្យយួនណាឥឡូវលោកប្រធានសំរងស៊ីគាត់អំពាវនាវ
ឲ្យពលរដ្ឋថៃកុំរឿងអើងជាមួយនឹងពលរដ្ឋកម្ពុជាជាពលករខ្មែរដែលទៅធ្វើការគាត់អត់មានដឹងអីទេគាត់ខុសដែរមែនទេឆ្លើយមកពួកអស់លោកដែលគំរក់បំផ្លាញផលប្រយោជន៍ជាតិខ្មែរខ្ញុំនេះឆ្លើយសំណួរខ្ញុំមកហើយពួកអស់លោកដូចស្រីយួនស្រីនិចស្រីអីនឹងសិតតកូនយួនទាំងអស់ស្រីកន្ទប់យួនទាំងអស់ខ្ញុំចង់និយាយអាក្រក់ដែលកើតនៅលើទឹកដីខ្មែរហើយកំពុងតែបំភ្លៃការពិតនោះស្រែកថាលោកប្រធានសំរងស៊ីក្បត់ជាតិទៅត្រូវដៃជាមួយថៃជាមួយជើងជាមួយថៃលោកគ្រាន់តែអំពាវនាវឲ្យពលរដ្ឋថៃឲ្យរដ្ឋាភិបាលថៃកុំរឿងអើងជាមួយនឹងពលករខ្មែរដែលទៅធ្វើការនៅទីនោះគាត់អត់ដឹងអីទេខុសដែរមែនទេឆ្លើយមកដើម្បីជីវិតប្រជាពលរដ្ឋខ្មែររស់នៅលើទឹកដីគេគាត់អំពាវនាវដើម្បីកុំឲ្យគេធ្វើបាបទៅជាគាត់ខុសបងប្អូនពិចារណាមើលតលថាគ្រប់គ្រងអញអំណាចរបស់អញអានឹងបានត្រូវអញ្ចឹងមែនទេទឹកដីនឹងរបស់ម៉ែឪលោកឯងទាំងអស់ឬមួយក៏របស់ពលរដ្ឋខ្មែរដែលលោកឯងមានអំណាចដើម្បីមកធ្វើបាបកាប់សម្លាប់គេហ្នឹងហើយអំណាចលោកឯងមិនមែនការបោះឆ្នោតពីប្រជាជនទេគឺអំណាចលោកឯងឡើងតាមជើងខោឪហើយឪដែលបានមកដោយសារយួនជាអ្នកបន្ទប់ពលរដ្ឋបោះឆ្នោតឲ្យលោកឯងពី93មកលោកឯងធ្លាក់បាត់ទៅហើយ98លោកឯងដឹងតែចាញ់អញ្ចឹងកំតិចរណរិទ្ធដើម្បីធ្វើអីរដ្ឋបហាគេសម្រាប់មេតាហានគេខ្ទេចខ្ទីគឺដោយសារអីអានឹងហើយដែលហៅថាជនក្បត់ជាតិលោកសំរងស៊ីជាកូនយួនមិនក៏លោកមិននិយាយផងអូយបើសិនជាលោកសំរងស៊ីកូនយួនណាហើយគាត់ស្រឡាញ់ជាតិបែបហ្នឹងណាខ្ញុំសុំឲ្យកូនខ្មែរដែលកើតនៅលើទឹកដីខ្មែរសុទ្ធសុំឲ្យស្នេហ៍ជាតិស្នេហាជាតិប្រហែលលោកសំរងស៊ីទៅវាប្រសើរហើយណែលោកសំរងស៊ីបើសិនជាកូនយួនហើយបើលោកហ្វូណនឯនេះដែលជាកូនយួនឲ្យចេះស្រឡាញ់ជាតិខ្មែរណាបានតែមកចំណិតលោកសំរងស៊ីណាខ្ញុំសឹងកោលតងោដើរមកជីវិតទៅតែហ្វូណនឯងនេះវាកើតជាកូនយួនហើយមកកើតលើដីខ្មែរហើយក្បត់ខ្មែរយើងទៀតអានេះបានថោកទៀតអានេះបានធ្វើឆ្កែយួនមកបំផ្លាញខ្មែរយើងអត់មានគ្រប់គ្រងលោកឯងទេលោកឯងស្មើនឹងសម្រាមខ្មែរអានឹងបានត្រឹមត្រូវតែនៅហើយកុំនិយាយពីលោកឯងអីគ្រាន់ថាសូមឲ្យបងប្អូនខ្មែរពិចារណាថាតើរបបលោកហ៊ុនសែនដល់ពេលវេលាហើយណាពីដើមឡើងគាត់ត្រូវជាមួយថៃដើម្បីអីគាត់ខ្លាចអ្នកប្រជាធិបតេយ្យចូលទៅជន់ដីថៃគ្រប់គ្រងអ្នកប្រជាធិបតេយ្យលោកហ៊ុនសែនរត់ចោលស្រុកភ័យធំដោយសារអីគាត់ដឹងថាកងទ័ពខ្មែរដែលនៅព្រំប្រទល់ដែលឈាមជ័រជាខ្មែរគាត់ស្រឡាញ់ខ្មែរគាត់ស្រឡាញ់អ្នកប្រជាធិបតេយ្យចឹងហើយបានកាល9វិច្ឆិកា2019នៅពេលដែលលោកប្រធានសំរងស៊ីធ្វើមាតុភូមិវត្តនឹងចូលតាមប្រទេសថៃកងទ័ពដែលនៅព្រំប្រទល់ថៃដែលគាត់អត់ទុកចិត្តនោះគាត់ដកឲ្យទៅព្រំប្រទល់ឡាវទុកចោលនៅហ្នឹងអត់ឲ្យត្រឡប់មកវិញទេគាត់យកតកងទ័ពណាដែលការពារគ្រួសារតកូលគាត់ឲ្យនៅយាមព្រំប្រទល់គាត់ដកតែមើលទៅអត់ទុកចិត្តគាត់ដកចេញហើយរាល់ថ្ងៃដែលកងទ័ពនៅតាមព្រំប្រទល់ឥឡូវទំនាស់ជាមួយនឹងថៃហើយមានលោកហ៊ុនសែនដាក់គ្រឿងអាវុធយកទៅឲ្យកងទ័ពនៅទល់ដៃនេះបងប្អូនមើលមកអត់ទេណាអាវុធបានថតពងអួតតែប៉ុណ្្នឹងទេតែអាវុធពិតប្រកបអត់ហ៊ានយកទៅឲ្យ
កងទ័ពឲ្យឃើញសម្ភារៈកងទ័ពនៅឯទល់ដែននឹងគ្រប់គ្រាន់អត់មានទេដេករឹងកាចាស់នៅនឹងណាពាក់ស្បែកជើងផ្ទាត់ណាតែជំនួយបងប្អូនដែលពីក្រៅជួយទៅឲ្យទៅដល់កងទ័ពនៅនឹងបានតែមីកញ្ចប់នៅហ្នឹងអានឹងបងប្អូនពិចារណាណាចឹងមកដល់ពេលនេះរឿងទំនាស់ព្រំប្រទល់យើងការពារខ្មែរបើទោះបីខ្មែរខុសក៏ដោយខ្មែរត្រូវក៏ដោយសៅរាស៊ីត្រូវតែការពារទឹកដីខ្មែរអត់គ្រប់គ្រងចូលឲ្យបរទេសមកឈ្លានពានទេតែសុំឲ្យលោកហ៊ុនសែនសុំឲ្យលោកហ៊ុនម៉ាណែតដោះស្រាយរឿងព្រំប្រទល់កុំដោះតែខាងលិចដោះទាំងអស់ឥឡូវនេះឮខាងថៃគេថាអត់ព្រមទទួលស្គាល់តុលាការ ICJ ទេអត់ខ្វល់ពីតុលាការ ICJ បើលោកហ៊ុនម៉ាណែតលោកហ៊ុនសែនមានឆន្ទៈស្នេហាជាតិពិតប្រាកដថៃអត់គ្រប់គ្រងតុលាការ ICJ អត់ចូលរួមជាមួយតុលាការ ICJ លោកប្តឹងទៅរឿងដែលយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសយកទៅប្រើព្រោះនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺមានថៃសញ្ញេមានយួនសញ្ញេមានឡាវសញ្ញេមានបណ្ដាប្រទេស18សញ្ញេបូកជាមួយនឹងមហាអំណាចទាំង5អញ្ចឹងអានឹងដែលជាចំណុចធំបំផុតរឿងអីលោកហ៊ុនសែនចង់លុបកិច្ចព្រមព្រៀងទីក្រុងប៉ារីសចោលដោយសារអីដោយសារបើដោះស្រាយព្រំប្រទល់វាវែកទាំងអស់វាពាក់ព័ន្ធជាមួយនឹងយួនដែរអញ្ចឹងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសសន្ធិសញ្ញាទាំងឡាយណាដែលមុនចុះហត្ថលេខាមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវលុបចោលទាំងអស់អញ្ចឹងរឿងដែលលោកហ៊ុនសែនចុះសន្ធិសញ្ញាពេលដែលក្រោមនៅក្នុងអំណាចយួនពី79ដល់ឆ្នាំ93ត្រូវលុបចោលទាំងអស់រឿងអីលោកហ៊ុនសែនអត់យកអានោះមកប្រើមានន័យថាលោកហ៊ុនសែនគ្រប់គ្រងឲ្យបាត់បង់ទឹកដីខ្មែរអានឹងស្អីគេអានឹងហៅថាអីអានឹងក្បត់ជាតិឬមួយក៏សមរង្ស៊ីក្បត់ជាតិណាបងប្អូនពិចារណាពីបញ្ហាហ្នឹងបងប្អូនសូមអភ័យទោសខ្ញុំអត់បានអានខមមិនទាំងអស់ពេកទេដោយសារខមមិនលោតចូលច្រើនហើយវាវែងខ្ញុំអានអត់ទាន់ណាអាហ្នឹងសូមឲ្យបងប្អូនពិចារណាពីបញ្ហាហ្នឹងអញ្ចឹងមកដល់ពេលនេះឧក្រិដ្ឋកម្មអនឡាញនេះសំខាន់ណាស់ឧក្រិដ្ឋកម្មអនឡាញនេះធ្វើឲ្យបាត់ឆ្នាំងបាយលោកហ៊ុនសែនហើយបើបាត់ឆ្នាំងបាយលោកហ៊ុនសែនតើរដ្ឋាភិបាលដឹកនាំប្រទេសដោយអត់លុយឥឡូវដោយលោកហ៊ុនម៉ាណែតគាត់ដើរស្រែកទៀតឥឡូវឮថា2026នេះឲ្យបង្កើតមានច្បាប់ពលរដ្ឋខ្មែរដែលលើសពីអាយុ18ឲ្យមានកាតព្វកិច្ចជាកាតព្វកិច្ចយោធាត្រឹមត្រូវខ្ញុំគ្រប់គ្រងពីបញ្ហាហ្នឹងតែខ្ញុំអត់គ្រប់គ្រងជាមួយលោកដកសញ្ជាតិខ្មែរយើងទេលោកចង់ដកសញ្ជាតិខ្មែរយើងយកដាក់សញ្ជាតិយួនមែនទេណាយើងអត់គ្រប់គ្រងទេប្រឆាំងដាច់ខាតណាអញ្ចឹងបង្កើតឲ្យមានច្បាប់កាតព្វកិច្ចប្រទេសណាក៏គេធ្វើដែរសូម្បីនៅថៃក៏គេមានកាតព្វកិច្ចនឹងដែរក៏ប៉ុន្តែយើងមើលទៅកុំឲ្យគ្រាន់តែថាហើយអត់ធ្វើថាផងធ្វើផងហើយបងប្អូនយើងនឹងតាមតាក់ទងជាមួយនឹងកាតព្វកិច្ចជនជាតិណាក៏ដោយដែលកើតនៅលើទឹកដីខ្មែរដែលបានសញ្ជាតិជាខ្មែរហើយត្រូវតែមានកាតព្វកិច្ចទាំងអស់គ្នាកុំឲ្យថាកូនយួនក្រណាស់មកនៅលើទឹកដីខ្មែរសមាគមគេការពារអត់ឲ្យចូលសញ្ជាតិអត់ឲ្យមានកាតព្វកិច្ចទេអានឹងអត់បានទេបើអ្នកឯងរស់នៅលើទឹកដីខ្មែរត្រូវតែមានកាតព្វកិច្ចដូចគ្នាត្រូវតែស្រឡាញ់ខ្មែរត្រូវតែគោរពច្បាប់ខ្មែរមិនរស់ទឹកដីខ្មែរលើទឹកដីខ្មែរឲ្យទៅបំរើបរទេសទៅបំរើយួនរបស់អ្នកឯងជាដើមកំណើតនោះទេហើយពលរដ្ឋខ្មែរត្រូវមានភាពស្មើគ្នាកុំឲ្យកូនប្រជាជនដែលនៅតាមមូលដ្ឋានចុះទៅនៅព្រំប្រទល់ធ្វើទាហានកូនអស់លោកកូនមន្ត្រីរាជការកូនបកពួក
កូនគេដែលកើតនៅលើទឹកដីខ្មែរនៅភ្នំពេញពាក់សាក់4សាក់5យើងឃើញហើយតាមប្រព័ន្ធ Facebook យើងឃើញហើយកូនយួនដែលកើតនៅលើដីខ្មែរទៅរៀននៅវៀតណាមត្រឡប់មកវិញពាក់សាក់3សាក់4សាក់5ពលតែហ៊ានដែលនៅតាមព្រំប្រទល់តែសាក់មួយក៏អត់មានផងស្បែកជើងពាក់ស្បែកជើងផ្ទាត់នឹងព្រលឹមឡើងឆុងមីហូបជាមួយបាយនឹងអស់លោកពិចារណាផងហើយយើងជាខ្មែរយើងអត់មាននៅស្ងៀមទេអានឹងដែលគ្រោះថ្នាក់ហើយលោកហ៊ុនសែនខ្ញុំជឿថាដល់ពេលហើយបើសម្រាប់ខ្ញុំដូចខ្ញុំបានលើកអញ្ចឹងបងប្អូនគាត់កំពុងតែវិលក្បងហើយឥឡូវហ្នឹងទី1អន្តរជាតិគេដាក់សម្ពាធគ្រប់ច្រកយើងមើលសហរដ្ឋអាមេរិក 36% បងប្អូនតាក់ងាប់បាត់ខ្មែររោងចក្រណាដែលទៅនៅស្រុកខ្មែរទៀតបើចូលសហរដ្ឋអាមេរិក 36 បាត់ហើយហ្នឹងនៅវៀតណាមតែ20ឯងបងប្អូនខ្ញុំនិយាយនេះមិនពីវនីវឲ្យរោងចក្រនឹងរត់ទៅវៀតណាមទេតែនេះជានយោបាយរបស់គេដែលគេឆ្លាតវៀតណាមប្រទេសកុម្មុយនីសពីដើមសត្រូវងាប់រស់ជាមួយអាមេរិកមេដឹកនាំគេឆ្លាតឥឡូវបែរទៅជាគេត្រូវជាមួយសហរដ្ឋអាមេរិកអាមេរិកការពារគេកុំឲ្យចិនធ្វើបាបវៀតណាមហើយវៀតណាមបានពន្ធតែ 20% ខ្មែរ 36% ហើយ 36% នេះណាពន្ធដែលនាំពីអាមេរិកមកចូលស្រុកខ្មែរ0បើខ្មែរយើងយកពន្ធពីអាមេរិក 10% ដែលអីវ៉ាន់នាំចូលពីអាមេរិក 10% អាមេរិកបូក 36 ទៅជា 46% បើខ្មែរហ៊ានយកពីអាមេរិក 20% បូក 20% នឹង 36 ឡើងទៅ 56% អញ្ចឹងបើខ្មែរយកពន្ធពីអាមេរិក0អានឹងរួចខ្លួនបាន 36 ងាប់បាត់ខ្មែរដោយលោកហ៊ុនសែនគាត់ថាអញ្ចឹងមានងាប់អីគាត់